ញធូរ៉េនថែមជូនសាឡុងមួយឈុតមិត្តភក្តិម្នាក់បើកហាងលក់ផ្លែឈើមួយនៅក្រុងភ្នំពេញប្រើយុទ្ធសាស្ត្រតែមួយក្បាច់អាចរកលុយបានខ្ទង់លានដុល្លារតើនាងធ្វើយ៉ាងណាទើបអាចធ្វើបានស្ដាប់រឿងរបស់នាងរួចអ្នកប្រហែលជាអាចមានគំនិតថ្មីមួយជាដំបូងនាងព្យួរបដាធំមួយនៅមាត់ទ្វារហាងដោយសរសេរថាទិញធូរ៉េនថែមជូនសាឡុងមួយឈុតបន្ទាប់មកឃើញមានអតិថិជនជាច្រើនដណ្ដើមគ្នាចូលទិញខ្ញុំមានចម្ងល់ជាខ្លាំងទ្រាំមិនបានក៏ទៅស្វែងយល់ខ្ញុំបានសួរនារីម្ចាស់ហាងដោយផ្ទាល់មាត់ថាតើផ្ដល់ជូនសាឡុងយ៉ាងម៉េចតាមពិតធូរ៉េនរបស់នាងលក់តម្លៃមួយផ្លែ$30ទិញហើយអតិថិជនអាចទទួលបានកាតមួយសន្លឹករៀងរាល់ដងពេលមកទិញលើក្រោយនាងនឹងបោះត្រានៅលើកាតនេះមួយដោយបោះត្រាមួយស្មើនឹងសាច់ប្រាក់$30កាលណាអតិថិជនសន្សំបានគ្រប់$1000គឺអាចមកទទួលបានសាឡុងមួយឈុតតម្លៃ$1000ដែលឥតគិតថ្លៃអតិថិជនយល់ពី promotion នេះហើយអតិថិជនភាគច្រើនសុទ្ធតែមានអារម្មណ៍ថាមិនគួរឲ្យជឿគ្រប់គ្នាចំណាយ$30ទិញធូរ៉េនហើយក៏ទទួលបានកាតនេះមួយចាប់តាំងពីទិញលើកទី1ហើយទទួលបានកាតរួចអតិថិជនទាំងអស់មិនទៅកន្លែងផ្សេងទិញធូរ៉េនទៀតទេរៀងរាល់ថ្ងៃតម្រង់មកហាងដើម្បីទិញធូរ៉េននិងផ្លែឈើផ្សេងទៀតតើអ្នកឆ្ងល់ទេថាតើម្ចាស់ហាងនេះរកលុយបានយ៉ាងដូចម្តេចព្រោះត្រូវការបរិមាណធូរ៉េនជាច្រើនដើម្បីលក់តាមពិតគាត់បានទៅចរចាសហការជាមួយចំការធូរ៉េនជាច្រើនដោយបានតម្លៃថ្លៃដើមត្រឹមតែ$10ក្នុងមួយផ្លែប៉ុណ្ណោះអ្នកគិតមើលធូរ៉េន$1000មានតម្លៃដើម$300បន្ទាប់មកនាងរករោងចក្រធ្វើសាឡុងចរចាដើម្បីយកទំនិញសាឡុង$1000គ្រាន់តែត្រូវចំណាយថ្លៃដើម$500ហើយយកមកដក$300ដែលជាតម្លៃដើមធូរ៉េននៅតែចំណេញបានប្រាក់សុទ្ធ$200ដែរពេលអតិថិជនមកហាងទិញធូរ៉េនពួកគេក៏នឹងទិញផ្លែឈើផ្សេងទៀតផងដែរម្ចាស់ហាងនៅមិនទាន់ស្កប់ចិត្តបានរកនិស្សិតស្រីទើបបញ្ចប់ការសិក្សាថ្មីម្នាក់មកជួយផ្សព្វផ្សាយដោយផ្ដល់ឲ្យ$500ក្នុងមួយខែនិងផ្ដល់ទូរស័ព្ទមួយគ្រឿងដោយគ្រាន់តែឲ្យនាងថតសំឡេងថតវីដេអូពេញលេញយកគុណសម្បត្តិនៃទំនិញនិងដំណោះស្រាយនិងសេវាកម្មល្អៗពីហាងនោះដែលនាងទទួលបានតាមវិធីសាស្ត្ររបស់ម្ចាស់ហាងរួចបង្កើតវីដេអូជាច្រើនចែកចាយទៅគ្រប់បណ្ដាញសង្គមធំទាំងអស់ដើម្បីទាក់ទាញអតិថិជនធ្វើឲ្យអ្នកប្រើប្រាស់ទូទាំងទីក្រុងសុទ្ធតែស្គាល់ពីហាងរបស់នារីនោះពីមួយថ្ងៃទៅមួយថ្ងៃអាជីវកម្មរបស់នាងរីកចម្រើនជាលំដាប់បែបនេះនារីនោះក្នុងមួយរដូវធូរ៉េនអាចចាប់បានអតិថិជន2000នាក់មិនដល់កន្លះឆ្នាំនាងរកប្រាក់បានខ្ទង់លាន$តើអ្នកយល់ហើយឬនៅប្រសិនបើអ្នកកំពុងតែចង់ធ្វើអាជីវកម្មសូមតាមដានមើលវីដេអូរបស់ខ្ញុំឲ្យបានញឹកញាប់